បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះគឺជាការធ្វើដំណើរទៅរមណីយដ្ឋានមួយកន្លែងក្នុងខេត្តពោធិ៍សាត់គឺនៅភូមិរាំងទិលហើយទៅនេះមិនមែនជាដំណើរកម្សាន្តទេទៅរៀបការទៅភ្ជាប់ពាក្យជាមួយនឹងប្អូនប្រុសម្នាក់ហើយតួនាទីរបស់ខ្ញុំគឺជាកាមេរ៉ាមែនជួយថតឲ្យគាត់ហើយនេះគឺជាជុំវិញដែលយើងធ្វើដំណើរទៅសម្រាប់រាំងទិលគឺបើគិតពីពោធិ៍សាត់មកដល់រាំងទិលខ្ញុំគិតថាចន្លោះពី80គីឡូហើយអូនពាក់អាវពណ៌ខៀវនោះខ្លីពណ៌ខៀវនោះគឺជាកូនកំឡោះហើយខ្ញុំជាអ្នកថតហើយឪពុករបស់គាត់គឺអង្គុយចិត្តហ្នឹងគឺលោកពូពាក់មួកហ្នឹងហើយរាំងទិលគឺជាតំបន់ទេសចរមួយយ៉ាងស្រស់ស្អាតដែរដែលហុំព័ទ្ធទៅដោយព្រៃលិចទឹកហើយនេះក៏យើងធ្វើដំណើរតាមបលាយបាទយើងធ្វើដំណើរយ៉ាងយូរដែរបាទចេញពីនឹងទៅដល់កន្លែងកូនផ្ទះកូនកំមុំហ្នឹងគឺឆ្ងាយមែនតើហើយដើម្បីកុំឲ្យខាតខ្ញុំក៏សម្រេចចិត្តថាថតបដាអញ្ចឹងណាហើយនេះគឺជាលើកទី1របស់ខ្ញុំដែរសម្រាប់ការមករមណីយដ្ឋានរាំងទិលហ្នឹងឮតែគេសារសប្បាយប៉ុន្តែសម្រាប់ខ្ញុំលើកទី1គឺពិតជាសប្បាយមែនតើបាទហើយភ័យដែរបាទដោយសារតែជិះអានេះគេហៅទូកឬក៏កណូតអញ្ចឹងក៏អូបអញ្ចឹងណាដូចជាម៉ូតូដូចជាអីយើងនៅលើផ្លូវដែរបាទហើយប៉ុន្តែក្តៅមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ទៅទស្សនានៅរាំងទិលរាំងទិលបើយើងធ្វើដំណើរចេញពីទីរំខេត្តមកខាងស្រុកកណ្ដៀងមកដល់ស្រុកកណ្ដៀងគឺយើងងាយទេគឺនៅចូលមកតាមច្រកផ្លូវជាអានបាទខ្ញុំគិតថាផ្លូវឥឡូវអត់ពិបាកដូចមុននេះឥឡូវផ្លូវស្រួលផ្លូវគ្រួសប៉ុន្តែគាត់ថាហុយប្រហែលជា10ទៅ20គីឡូដែរបើសិនជាយើងចូលទៅដល់ភូមិនេះខ្ញុំបានសួរទៅកាន់កូនកំមុំថាគាត់រស់នៅក្នុងភូមិហ្នឹងរយៈពេល20ឆ្នាំមកហើយ20ឆ្នាំគិតតែគាត់ទេណាប៉ុន្តែនៅឪពុកម្ដាយគាត់ទៀតអញ្ចឹងមានន័យថាប្រជាពលរដ្ឋរស់នៅនេះមិនក្រោម20ទៅ30 40ឆ្នាំទេបើខ្ញុំគិតហើយជាលើកទី1របស់ខ្ញុំប៉ុន្តែខ្ញុំសប្បាយដែរបាទក្នុងការចូលរួមហើយថតឲ្យបងអូនម្នាក់ដែរនៅឃើញសក់គាត់លឹមហ្នឹងបាទអញ្ចឹងសម្រាប់ពុំមីងបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងជឿថាពុំមីងទាំងអស់គ្នាបងប្អូនទាំងអស់គ្នានឹងទទួលបានអារម្មណ៍រីករាយប្លែកដូចជាខ្ញុំដែរអញ្ចឹងយើងតាមដានទស្សនាទាំងអស់គ្នារហូតថតលោតឲ្យចប់លោដល់ស្អែកទៀតបាទស្អែកមួយថ្ងៃទៀតគឺចប់ពិធីភ្ជាប់ពាក្យហ្នឹងបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ